ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបធ្វើជ្រក់ម្ទេសសម្រាប់របៀបធ្វើជ្រក់ម្ទេសនេះផងដែរគឺខ្ញុំចេះមកពីខ្ញុំគាត់លក់កាទៀវលក់អីអញ្ចឹងណាគ្រូគាត់ធ្វើអត់ដែរចេះដោះផ្សិតឬក៏អីទេបងប្អូនគឺវាល្អស្អាតហើយទុកបានយូរទៀតចំពោះម្ទេសវិញហ្នឹងគឺធម្មជាតិសុទ្ធសាធតែម្ដងប្រភេទដែលយើងយកមកធ្វើជ្រក់ម្ទេសហ្នឹងគឺប្រភេទម្ទេសអាចសัตว์នេះបងប្អូនហើយម្ទេសនេះគឺខ្ញុំបេះនៅក្រោយចកាក្រោយផ្ទះម៉ាក់ខ្ញុំណាហើយវាដុះច្រើនណាស់បងប្អូននៅក្រោមដើមក្រូចអញ្ចឹងយើងសំយកមកធ្វើប្រហែលជាខ្ទង់ចិត្តកន្លះគីឡូដែរម្ទេសនេះគឺវាអត់សូវហឹលហ្មងទេបងប្អូនដោយសារប្រហែលជាវាដុះច្រើនតង់ណាព្រោះវាដុះតាមធម្មជាតិបងប្អូនសត្វពំគ្រាប់អីទៅណាគឺវាដុះនៅនឹងវាខុសពីម្ទេសដែលយើងដាំដែលគ្រាប់អញ្ចឹងវាហឹលជាងតែនេះអត់សូវហឹលទេប្រហែលជាវារៀងคล้ายពូជបងប្អូនទៅធ្វើឲ្យវាអត់សូវហឹលម្ទេសហ្នឹងគឺយើងយកមកដល់ភ្លាមគឺយើងប្រឡេះវាចេញឲ្យស្អាតឲ្យអស់ស្ដង់ធ្វើមិនយ៉ាងណាគឺឲ្យអស់ស្ដង់ហើយឲ្យស្អាតហើយម្ទេសណាដែលរៀងទន់រៀងលួយឬក៏វារៀងខ្មៅអីហ្នឹងគឺកុំដាក់អីបងប្អូនព្រោះបើសិនជាយើងដាក់ជាមួយនឹងអាស្អុយឬក៏វាស្វិតវាអីអញ្ចឹងគឺវាធ្វើឲ្យឆ្លងរោគនៅក្នុងជ្រក់របស់យើងទៅវាអាចដុះផ្សិតអញ្ចឹងម្ទេសរបស់យើងបន្ទាប់ពីលាងសម្អាតស្អាតហើយគឺយើងទុកឲ្យវារៀងច្រោះទឹកសិនចាំយើងយកមកដាក់ក្នុងកែវបែបនេះម្ទេសខ្ញុំនេះដាក់បានប្រហែលជា1គីឡូទួយបងប្អូនជារួមវាចូល4ខាំណាម្ទេសនេះព្រោះយើងអត់បេះមកស្មានអត់តន់ដឹងបងប្អូនដោយសារខ្ញុំមកបានថ្លឹងអញ្ចឹងប្រហែលជាខ្ទង់4ខាំណាចំពោះគីឡូវិញគឺខ្ញុំស្រោះជាមួយនឹងទឹកក្តៅហើយយើងជូតសម្អាតវាឲ្យស្ងួតទៅយើងដាក់ម្ទេសចូលឥឡូវយើងមកចាប់ផ្ដើមធ្វើទឹកជ្រក់តែម្ដងបងប្អូនរបៀបធ្វើទឹកជ្រក់ក៏អត់មានអីពិបាកដែរចំពោះទឹកធម្មតាគឺខ្ញុំប្រើវាចំនួន200មីលីលីត្រហើយចំពោះទឹកខ្មេះគឺខ្ញុំប្រើចំនួន200មីលីលីត្រហើយអំបិលគឺខ្ញុំដាក់ចំនួន1ស្លាបព្រាបាយពេញបងប្អូនគឺខ្ញុំអត់បានប្រើជាមួយនឹងទឹកត្រីទេចំពោះស្ករសខ្ញុំដាក់2ស្លាបព្រាបាយហើយនេះប៊ីចេងគឺខ្ញុំបន្ថែមប្រហែលជាមួយស្លាបព្រាកាហ្វេហើយយើងកូរវាឲ្យលាយអញ្ចឹងទៅទុកវាមកពុះគឺយើងយកវាទៅចាក់នៅលើជ្រក់ម្ទេសរបស់យើងតែម្ដងអញ្ចឹងជ្រក់ម្ទេសរបស់យើងគឺយើងចាក់ទឹកក្តៅដែលវាពុះថ្មីហ្នឹងគឺយើងចាក់ភ្លាមតែម្ដងដល់ពេលដែលចាក់ចូលហើយថ្មីហ្នឹងកុំតន់ក្របបងប្អូនយើងទុកឲ្យវានៅទឹកហ្នឹងទឹកដែលយើងចាក់ចូលហ្នឹងនៅអូនចាំយើងបិទក្របវាតែម្ដងហើយជ្រក់នេះគឺយើងជ្រក់តែមួយថ្ងៃទេគឺយើងអាចញ៉ាំបានហើយអត់បាច់ចាំយូរថ្ងៃទេអញ្ចឹងយើងជ្រក់វាទុកក្រៅទូទឹកកកចោលមួយថ្ងៃចាំយើងដាក់ក្នុងទូទឹកកកហើយយើងរក្សាទុកក្នុងទូទឹកកកបងប្អូនឬក៏ដាក់ក្រៅក៏បានដែរវាអត់មានឡើងផ្សិតអត់មានឡើងអីទេបងប្អូនហើយចំពោះទឹកជ្រក់របស់យើងនៅពេលដែលធ្វើឲ្យភ្លាមគឺវាថ្លាល្អវាអត់មានល្អមានកកឬក៏ផ្សិតឬក៏អីទេព្រោះយើងធ្វើមានអនាម័យអញ្ចឹងវាអត់មានឆ្លងមេរោគទេចំពោះជ្រក់នេះគឺយើងជ្រក់អីក៏ដោយបងប្អូនយើងត្រូវអនាម័យបន្តិចទៅពេលដែលយើងធ្វើទៅគឺជ្រក់ចេញមកគឺវាអត់មានផ្សិតអត់មានអីទេបងប្អូនគឺវាល្អអញ្ចឹងបងប្អូនអាចសាកធ្វើវិធីនេះបានវិធីធ្វើងាយស្រួលមែនតើបងប្អូនហើយយើងអាចយកទៅញ៉ាំជាមួយនឹងកាទៀវឬក៏បាយក៏អីផ្សេងគឺបានច្រើនមកមែនតើឬក៏ធ្វើជាទឹកជ្រលក់ឬក៏អីបានដូចគ្នាជាពិសេសនឹងគឺជាមួយកាទៀវតែម្ដងគឺត្រូវគ្នាម៉ាច់តែម្ដងហើយបងប្អូនឃើញហើយទឹកជ្រក់របស់ខ្ញុំគឺរយៈពេល2យប់ហើយគឺវានៅតែថ្លាល្អអត់មានឡើងផ្សិតអត់មានឡើងអីទេបងប្អូនអញ្ចឹងយើងអាចទុកក្នុងទូទឹកកកយើងអាចញ៉ាំបានទុកវាញ៉ាំបានចូលពីអាទិត្យអីបងប្អូន